កម្ពុជានៅថ្ងៃនេះប្រឈមនឹងការបិទច្រកព្រំដែនទាំងអស់និងបិទការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាគិតត្រឹមវេលាម៉ោង 6 ព្រឹកថ្ងៃទី 17 ខែមិថុនាឆ្នាំ 2025 នេះថៃនៅតែបន្តបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគីពលគឺមិនទាន់វិលត្រឡប់មកអនុវត្តគោលការណ៍រួមគ្នានោះទេជាគោលការណ៍រួមច្រកព្រំដែនអន្តរជាតិត្រូវបើកនៅម៉ោង 6 ព្រឹកនិងបិទម៉ោង 10 យប់បងប្អូនប្រិមិត្តជាទីគោរពនិងជាទីមេត្រីនៅម្សិលមិញនេះសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគឺបានលើកឡើងថាប្រសិនជា24ម៉ោងថៃមិនព្រមបើកច្រកព្រំដែនឲ្យនៅដូចធម្មតាគ្រប់តាមការអនុវត្តរួមគ្នាបានន័យថាចាប់ពីម៉ោង 6 ព្រឹករហូតដល់ម៉ោង 10 យប់នៅតែបន្តបិទនៅថ្ងៃនេះទី 17 នេះគឺកម្ពុជានឹងធ្វើការបិទច្រកព្រំដែនទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងប្រទេសថៃក៏ដូចជាឈប់នាំចូលទំនិញថៃគ្រប់ប្រភេទមកកាន់ទឹកដីកម្ពុជាអូយបងប្អូនក៏ប៉ុន្តែព័ត៌មានអាប់ដេតនៅថ្ងៃទី 17 ខែមិថុនានេះគិតត្រឹមម៉ោង 8 នេះបងប្អូនគឺមិនទាន់មានការបើកច្រកព្រំដែនណាមួយនោះទេចឹងបានន័យថាស្ថានភាពគឺកាន់តែតានតឹងទៅហើយបងប្អូនប្រិមិត្តទាំងអស់គ្នាហើយស្របពេលដែលនៅល្ងាចមិញនេះគឺលិខិតបណ្ដឹងរបស់កម្ពុជាបានបញ្ជូនទៅដល់ដៃអង្គការតុលាការអន្តរជាតិរួចរាល់ហើយដូច្នេះរងចាំតែលទ្ធផលតែប៉ុណ្ណោះសូមអរគុណសូមជម្រាបលា